ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះសាក់លបងចំអិនអ្នកអាឡម៉ង់គឺប្រើជាស៊ុបឬស៊ុបបើអត់ដាក់គ្រីមទេឬស៊ុបដលងយើងស្ងោរជាមួយចំចំណីចឹងតែនេះគេប្រើម្សៅស៊ុបគេប្រើបន្លែហើយនឹងប្រើ label caser គេហៅ label caser នេះគឺជាប្រភេទសាច់ផ្ទះអញ្ចឹងណាគ្រាន់តែនៅក្នុងហ្នឹងមាន ingredient ខ្លះដែលយើងអត់ដែលស្គាល់ដូចជា muscat powder អីចឹងទៅជាដំបូងយើងត្រូវចៀន label caser នេះឲ្យវានៅក្រហមហើយទុកម្ដងបន្ទាប់មកទៀតយើងត្រូវឆាខ្ទឹមសដូចបំពងចឹងខ្ទឹមសនិងខ្ទឹមបារាំងហ្នឹងឲ្យវារឹងឈ្ងុយតិចទៅពេលយើងដាក់ទឹកចូលដាក់ម្សៅស៊ុបចូលហើយដាក់បន្លែផ្សេងៗចូលឲ្យវាពុះម្សៅចឹងណាពេលពុះហើយយើងថែមគ្រឿងទៅគ្រឿងអីច្រើនតែមានតែអំបិលម្រេចហើយនឹង muscat powder ហើយនឹង heavy cream ទៅហើយបើពិតតិចមើលតែភ្លក់ល្មមសពគ្រប់ហើយបន្លែឆ្អិនល្មមហើយយើងលើយើងចាក់ label caser ចូលទៅយើងអាចដាក់លក់ដាក់ចានបានទេ